ឯកឧត្តមបណ្ឌិតហ៊ុនសុខាទីប្រឹក្សាសម្ដេចតេជោបានដឹកនាំក្រុមចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតនាំយកអំណោយចែកជូនដល់គ្រួសារវីរៈកងទ័ពចំនួន341គ្រួសារនៅក្នុងស្រុកអង្គរជ័យនៅក្នុងបរិវេណសាលាស្រុកអង្គរជ័យឯកឧត្តមបណ្ឌិតហ៊ុនសុខាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតនៅព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026នេះបានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលនិងចែកអំណោយជូនគ្រួសារវីរៈកងទ័ពសរុបចំនួន341គ្រួសារក្នុងស្រុកអង្គរជ័យខេត្តកំពតពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមវណ្ណតារាសមាជិកសភាតំណាងរាស្ត្រមណ្ឌលកំពតឯកឧត្តមប៉ែនប្រុសអនុប្រធានក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតឯកឧត្តមហុងភៀបសមាជិកក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតលោកឆៃឌួងសវណ្ណារាក្រុមលេខាធិការដ្ឋានក្រុមចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតលោកមួងនឿនអភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យលោកអភិបាលរងស្រុកក្រុមប្រឹក្សាស្រុកនិងលោកស្រីថ្នាក់ដឹកនាំក្រុមចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពតព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតជាកិច្ចចាប់ផ្ដើមលោកមួងនឿនអភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យបានឡើងមានមតិស្វាគមន៍ទទួលគណៈអធិបតីក្នុងពិធីប្រគល់អំណោយជូនគ្រួសារវីរៈកងទ័ពដោយលោកបានលើកឡើងថានេះមិនមែនជាលើកទី1ទេសម្រាប់ស្រុកអង្គរជ័យគឺជាលើកទី5ហើយដែលបានជូនអំណោយដល់បងប្អូនគ្រួសារវីរៈកងទ័ពដែលបានហ៊ានលះបង់សាច់ស្រស់ឈាមស្រស់អាយុជីវិតដើម្បីបុព្វហេតុការពារទឹកដីពីចោរឈ្លានពានសៀមនិងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិឃុំទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែចំពោះគ្រួសារពួកគាត់ផងដែរនៅក្នុងពិធីនោះដែរឯកឧត្តមវណ្ណតារាសមាជិកសភាតំណាងរាស្ត្រមណ្ឌលកំពតបានផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនទាំងអស់សូមថែរក្សាសុខភាពរក្សាអនាម័យនិងការពារខ្លួនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីធានាសុវត្ថិភាពសូមគោរពតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតីជាតិតែមួយយោគយល់អធិស្ឋានគ្នាទៅវិញទៅមកថ្លែងទៅកាន់បងប្អូនគ្រួសារវីរៈកងទ័ពឯកឧត្តមបណ្ឌិតហ៊ុនសុខាបានមានប្រសាសន៍ថាដោយមានការអនុញ្ញាតពីឯកឧត្តមយូសេរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានក្រុមចលនាកសាងសមាជិកបកមូលដ្ឋានរាជធានីខេត្តនិងឯកឧត្តមផើនផល្លាជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានរាជធានីខេត្តបានផ្ដាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចកតេព្រឹទ្ធបណ្ឌិតនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់និងព្រួយបារម្ភសុខទុក្ខរបស់ពុកម៉ែអ៊ំពូមីងបងប្អូននាឱកាសនេះឯកឧត្តមបណ្ឌិតហ៊ុនសុខាបានថ្លែងថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតាមរយៈការដាក់ចេញនៅនយោបាយឈ្នះឈ្នះបានដឹកនាំស្ដារកសាងនិងអភិវឌ្ឍប្រទេសពីបាតដៃទទេរហូតទទួលបានសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍលើគ្រប់វិស័យបើគ្មាននយោបាយឈ្នះឈ្នះនិងការលះបង់ខ្ពស់បំផុតរបស់សម្ដេចតេជោហ៊ុនសែនប្រទេសជាតិនឹងមិនមានសន្តិភាពពេញលេញដោយសពថ្ងៃឡើយឯកឧត្តមបណ្ឌិតបន្តថាសម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញនៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយផ្ដោតលើការកែតម្រង់ការពង្រឹងអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋជាស្នូលនៃយុទ្ធសាស្ត្រដើម្បីឈានទៅរកបាវចនាទាំង5រួមមានកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពឯកឧត្តមបណ្ឌិតគូបញ្ជាក់ថាកម្លាំងកងទ័ពកម្លាំងនគរបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានតួនាទីភារកិច្ចសំខាន់បំផុតក្នុងកិច្ចការពារជាតិសាសនាព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលបូរណភាពទឹកដីអធិបតេយ្យភាពនិងសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជាដើម្បីតបស្នងសងគុណបំណាច់បងប្អូនយោធិននគរបាលនិងកងកម្លាំងគ្រប់ប្រភេទដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនកម្ពុជាក្រោមការផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុនសែននិងក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបញ្ហាជីវភាពរស់នៅនិងសុខុមាលភាពរបស់បងប្អូនយោធិននិងក្រុមគ្រួសារត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈការចូលរួមគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិរដ្ឋបាលថ្នាក់ក្រោមជាតិវិស័យឯកជននិងបងប្អូនប្រជាពលរដ្ឋដែលជាអង្គភាពជួរក្រោយគាំទ្រអង្គភាពជួរមុខដោយបានចងសម្ព័ន្ធ
នមេត្រីភាពរវាងអង្គភាពនីមួយៗក្នុងស្មារតីសាមគ្គីភាពនិងវប្បធម៌នៃការចែករំលែកស្របតាមទិសស្លោកសមរភូមិក្រោយត្រូវជួយសមរភូមិមុខនិងសមរភូមិមុខការពារសមរភូមិក្រោយអភិវឌ្ឍជាចុងបញ្ចប់ឯកឧត្តមបណ្ឌិតហ៊ុនសុខានិងក្រុមការងារទាំងអស់បាននាំយកថវិកាជូនដល់គ្រួសារវីរៈកងទ័ពក្នុងម្នាក់ៗទទួលបានថវិកាចំនួន 30,000 រៀលជាមួយនឹងការឧបត្ថម្ភសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតដែលមានដូចជាមីទឹកសុទ្ធទឹកត្រីទឹកស៊ីអ៊ីវអង្ករនិងសារ៉ុងពុំផងដែរ